ដោយសារថ្ងៃនេះជាថ្ងៃអង្គារកូនទី2ទៅរៀនពេលព្រឹកនៅផ្ទះនៅតែកូនទី1និងកូនទី3ឥឡូវនេះឆ្លៀតសួរគាត់ថាគាត់ចង់ញ៉ាំអីគាត់ក៏បានឆ្លើយថាចង់ញ៉ាំត្រីប្រាសំយ៉ុងនិងសាច់ក្រកចៀនសាច់ក្រកខ្ញុំទិញមក5ដុំបងប្អូនសាច់ក្រកបើសិនជាយើងចង់ចៀនឲ្យឆ្ងាញ់មិនបាច់ដាក់ខ្លាញ់ទេយើងលាងឲ្យស្អាតដាក់ចូលខ្ទះឲ្យដាក់ទឹកបន្តិចទៅនៅពេលដែលទឹករីងអស់ខ្លាញ់វានឹងចេញមកឯងហើយយើងចាប់ផ្ដើមប្រែវាឲ្យបានឆ្អិនសព្វគ្រប់ល្មមតាមតម្រូវចិត្តបងប្អូនថាចង់ឆ្អិនកម្រិតណាហើយស្ថិតនៅពេលរងចាំខ្ញុំក៏បានលាងត្រីប្រាសំយ៉ុងយកមកប្រឡាក់ជាមួយនឹងស្ករប៊ីចេងកុំឲ្យវាប្រៃពេកព្រោះថាត្រីប្រាសំយ៉ុងនេះបងប្អូនដឹងហើយគឺវាប្រៃទៅតាមអ្នកលក់អ្នកប្រឡាក់អ្នកខ្លះក៏ប្រៃខ្លាំងទៅអ្នកខ្លះក៏យើងល្មមគួរសមដែរឥឡូវនេះយើងមកប្រែសាច់ក្រករបស់យើងឃើញថារីងទឹកហើយបងប្អូនទុកចោលមកសន្ទុះទៅខ្លាញ់វានឹងចេញមកដោយឯងយើងរងចាំបន្តិចទៅឥឡូវនេះខ្លាញ់ចេញមកហើយយើងប្រែចុះប្រែឡើងទៅរងចាំវាឆ្អិនចាំយើងស្រង់វាចេញដាក់ចៀនត្រីប្រាម្ដងបងប្អូនឆ្ងល់ទៀតកូនទី2ទៅរៀនកូនទី1ឃើញហើយចុះបាត់កូនទី3កូនទី3នៅចិត្តហ្នឹងមិនហ៊ានថតបងប្អូនឃើញខ្លាចគាត់អៀនគាត់នឹងខ្លាចកាមេរ៉ាណាឥឡូវនេះដល់វគ្គយើងចៀនត្រីប្រាសំយ៉ុងម្ដងត្រីប្រាសំយ៉ុងក៏យើងមិនបាច់ថែមខ្លាញ់ដែរព្រោះថាខ្លាញ់វាមាននៅស្រាប់ហើយគ្រាន់តែបន្ថយភ្លើងបន្តិចមកកុំឲ្យខ្លាំងពេកកុំឲ្យឆាប់ខ្លោចមកល្មមអីលោតជ្រុលឲ្យមកល្មមដើម្បីវាឆ្អិនល្អទុកចោលមកសន្ទុះសិនទៅឆ្លៀតទៅសញ្ញេការងារផ្ទះរបស់កូនតិចការងារសាលាការងារគ្រូដាក់ឲ្យសញ្ញេបញ្ញាអត់បានមើលនឹងត្រូវឲ្យខុសដល់សាលាបានប្រមាណបន្ទុកដែរសញ្ញេហើយថ្ងៃឡើងកូនយកទៅសាលាឲ្យគ្រូកែបើត្រូវហ្នឹងមិនអីតែខុសហ្នឹងគ្រូរួចស្ដីឲ្យក្នុងចិត្តទៀតចុះឪហ្នឹងអាមិនចេះថាសញ្ញេអត់មើលទេអីខុសក៏សញ្ញេត្រូវក៏សញ្ញេត្រូវមាត់គ្រូទៀតឥឡូវនេះឃើញថាម្ហូបរបស់យើងឆ្អិនអស់ហើយសាច់ក្រកនិងត្រីប្រាសំយ៉ុងរៀបចំឲ្យកូនញ៉ាំមកហើយព្រោះថាចិត្តដល់ម៉ោងទៅរៀនហើយលបងនៅខាងក្រោយនឹងស្អីដែរអត់ហ៊ានយកកាមេរ៉ាអត់ដឹងលួចថតទេទេបតបដេកមើលទូរស័ព្ទទៀតយ៉ាមួយម៉ាត់មើលឆ្ងាញ់មិនឆ្ងាញ់ក្តៅខាំបន្តិចទេអត់ហ៊ានខាំច្រើនទេឆ្ងាញ់អត់យ៉ាឲ្យមេដៃមួយនេះlàឆ្ងាញ់ហើយញ៉ាំបាយហើយងូតទឹកស្លៀកពាក់ទៅរៀនអស់លុយឲ្យកូនទៅរៀនទៀត